លើសពីការធ្វើដំណើរប្រចាំថ្ងៃវាជាសេរីភាពក្នុងការចាប់យកឱកាសនិងពេលវេលាថ្មីនៅក្នុងរាជធានីភ្នំពេញពីមុនធ្លាប់ចំណាយពេលច្រើនម៉ោងក្នុងការធ្វើដំណើរតែឥឡូវកាន់តែងាយស្រួលហើយចំណេញពេលផ្លូវដែលធ្លាប់តែកកស្ទះក៏ប្រែមកធូរស្រាលកន្លែងដែលធ្លាប់តែដាច់ឆ្ងាយឥឡូវនេះត្រូវបានតភ្ជាប់ចរន្តទីក្រុងការផ្លាស់ប្ដូរទាំងនេះគឺជាការងារចម្បងរបស់ក្រុមហ៊ុន OCIC ដែលអភិវឌ្ឍសំណង់ស្ពានឆ្លងទន្លេស្ពានអាកាសនិងផ្លូវថ្នល់រយៈពេលជិត20ឆ្នាំការចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ2006រហូតដល់ការបើកគម្រោងធំដំបូងក្នុងឆ្នាំ2009ក្រុមហ៊ុន OCIC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកែតម្រង់សរសៃឈាមនៃការពង្រីករាជធានីភ្នំពេញលើពីសំណង់វិស្វកម្មតែវាជាដំណភ្ជាប់ដ៏សំខាន់ភ្ជាប់លំនៅឋានទៅកាន់សាលារៀនផ្សារភ្ជាប់មនុស្សទៅកាន់ការងារនិងភ្ជាប់សហគមន៍ទៅកាន់ឱកាសថ្មីៗសូមក្រឡេកមើលបន្ទាត់ពេលវេលានេះឲ្យបានដិតដល់ជារៀងរាល់ឆ្នាំស្ពានថ្មីស្ពានអាកាសថ្មីត្រូវបានផុសឡើងចាប់ពីស្ពានព្រះមុនីវង្សថ្មីក្នុងឆ្នាំ2009រហូតដល់ស្ពានអាកាសមរតកតេជោក្នុងឆ្នាំ2025នេះក្រុមហ៊ុន OCIC សម្រេចបានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗលើសពី15កន្លែងអ្វីគ្រប់យ៉ាងចាប់ផ្ដើមពីគម្រោងតែមួយហើយបានក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ទីក្រុងទាំងមូលនិងបានផ្ដល់ប្រយោជន៍ដល់មនុស្សគ្រប់ទីកន្លែងនិយាយរួមតាំងពីបានស្ពានអាកាសស្ទឹងមានជ័យមកគឺចរាចរណ៍ទៅមុខលឿនល្អគឺអត់មានការកកស្ទះដូចមុនទេចំណេញពេលវេលាធ្វើដំណើរស្រួលអីចឹងណាដោយសារបានស្ពានយើងចំណិតផលថ្មីរបស់យើងពួកខ្ញុំអ្នករត់កង់3នេះអ្នក booking ក៏រកចំណូលបានច្រើនជាងមុនដែរដោយសារអត់មានការកកស្ទះអញ្ចឹងចំណេញជើងចំណេញពេលវេលាយើងបងតបពីគម្រោង OCIC ស្ពានកោះនរាធ្វើឲ្យមកអាជីវកម្មរបស់ខ្ញុំក៏ដំណើរការស្រួលជាងមុនក្នុងការដឹកជញ្ជូនពួកខ្ញុំជាម្ចាស់អាជីវកម្មគឺសប្បាយចិត្តពីព្រោះវាងាយស្រួលដឹកជញ្ជូនវាសន្សំពេលវេលាអតិថិជនរបស់យើងគាត់សប្បាយចិត្តជាងមុនអញ្ចឹងពេលវេលាដែលមានផ្លូវល្អជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏ប្រសើរជីវភាពអាជីវកម្មតូចៗក៏អាចពង្រីកខ្លួនបានលឿនរហ័សជីវិតក្នុងទីក្រុងក៏កាន់តែងាយស្រួលនិងស្រស់បំព្រងសម្រាប់វិស័យដឹកជញ្ជូនក៏កាន់តែប្រសើរដោយចំណេញពេលវេលារហូតដល់ 30% សម្រាប់វិស័យអចលនទ្រព្យនៅតាមបណ្ដោយផ្លូវអភិវឌ្ឍថ្មីទាំងនេះក៏កើនតម្លៃដូចគ្នាសូម្បីតែហាងតូចៗក៏ទទួលបានផលវិជ្ជមានភ្ញៀវងាយស្រួលចេញចូលរដឹកសម្រាប់វិនិយោគិនផ្លូវថ្នល់ជាចលករដ៏សំខាន់ក្នុងការជំរុញទីផ្សារធ្លាប់ជាកន្លែងដែលមានការកកស្ទះខ្លាំងក្នុងទីក្រុងភ្នំពេញតែឥឡូវត្រូវបានប្រសើរឡើងការផ្លាស់ប្ដូរថ្មីដែលបានចាប់ផ្ដើមជាមួយនឹងការបើកឲ្យប្រើប្រាស់ស្ពានព្រះមុនីវង្សថ្មីក្នុងឆ្នាំ2009ហើយបន្តទទួលបានស្ពានកោះនរាថ្មីបន្ទាប់ពីបញ្ចប់ការសាងសង់នៅឆ្នាំ2023ដែលជាស្ពានតភ្ជាប់ទីក្រុងទៅកាន់តំបន់កោះនរាដែលលាតសន្ធឹងដល់តំបន់ច្បារអំពៅនេះជាជំហានពង្រីកសក្តានុពលថ្មីតាំងពីមានស្ពានកោះនរាមកគឺបើសិនជាខ្ញុំជិះប្រទេសខ្ញុំមកកាពេចគឺប្រើរយៈពេលតែប្រហែលជាប្រហែលនាទីព្រោះយើងឆ្លងទៅស្ពាននេះមួយយើងដល់កាពេចហើយប៉ុន្តែបើកាប់មុនវិញអត់ទេតែខ្ញុំនៅច្បារអំពៅអញ្ចឹងខ្ញុំត្រូវជិះមកចង់មកលេងកាពេចអីគឺប្រើរយៈពេលដល់40នាទីហើយយើងបានដល់ខ្ញុំឈ្មោះពីរំហើយខ្ញុំជាបុគ្គលិកក្រុមហ៊ុនឯកជនមួយក្រោយពីបានជាប់ស្ពានកោះនរាហើយខ្ញុំឃើញថាការធ្វើដំណើរវាលះជាងមុនពីសារបែកឯងឡើងមកកោះពេជ្រនេះចំណាយពេលអត់ដល់10នាទីផងសប្តាហ៍ថ្ងៃនេះអ្នកដំណើររាប់ពាន់នាក់បានធ្វើដំណើរឆ្លងកាត់ស្ពាននេះជារៀងរាល់ថ្ងៃនៅថ្ងៃអនាគតវានឹងក្លាយជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់តំបន់ដែលកំពុងរីកចម្រើនជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវនឹងផែនការរៀបចំទីក្រុងឆ្លាតវៃនៅពេលដែលកម្ពុជាកាន់តែរីកចម្រើនខ្លាំងស្ពានកោះនរានេះមិនត្រឹមតែជាស្ពានភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយទៀតនោះទេ
នៅកោះនរានេះគឺល្ងាចឡើងយើងអាចមកសម្រាប់ហែលេងអញ្ចឹងសៅរ៍អាទិត្យអីយើងអាចជួបជុំមិត្តភ័ក្តិមានកន្លែងញ៉ាំអីច្រើន តែស្ពាននេះបានបើកសោសម្រាប់តំបន់ភាគអាគ្នេយ៍នេះឲ្យคล้ายទៅជាអ្វីមួយដ៏អស្ចារ្យជាចំណុចចាប់ផ្ដើមសម្រាប់ភាពអស្ចារ្យបន្ទាប់មិនដល់20ឆ្នាំក្រុមហ៊ុន OCIC បានផ្លាស់ប្ដូរពីរបៀបផ្លាស់ទីនៅក្នុងទីក្រុងលើសពីនេះទៅទៀត OCIC ក៏បានជួយកសាងអនាគតមួយសម្រាប់ប្រជាជនអាចធ្វើដំណើរបានរហ័សនិងសុវត្ថិភាពជាងមុនដើម្បីទំនាក់ទំនងកាន់តែប្រសើរផែនការបន្ទាប់ទុកផ្លូវថ្នល់មួយឡែកហើយងាកមកមើលផ្លូវអាកាសឆាប់នេះទំព័រប្រវត្តិសាស្ត្រថ្មីនឹងត្រូវបានបើក OCIC នឹងសម្រេចការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតរបស់ប្រទេសកម្ពុជានោះគឺអាកាសយានដ្ឋានអន្តរជាតិដេជោដែលគ្រោងនឹងបើកដំណើរការនៅថ្ងៃទី9ខែកញ្ញាឆ្នាំ2025ខាងមុខយុគសម័យថ្មីនៃការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកនឹងចាប់ផ្ដើមនៅទីនេះ